បាទសូមអរគុណសូមទស្សនាយក perspective នៅសប្តាហ៍នេះហើយថ្ងៃនេះគឺមានប្រធានបទថ្មីមួយទៀតហើយគឺចង់និយាយតទៅពីកន្លែងអាកបាំងមួយនៅលើផែនដីយើងដែលគេល្បីថាមានយន្តហោះមានកណូតមានកប៉ាល់ឲ្យជីកាត់គឺបាត់ស្មោទៅនឹងតែម្ដងតើកន្លែងនោះគឺជាកន្លែងអ្វីកន្លែងនោះគឺមានឈ្មោះថា Bermuda Triangle ត្រីកោណ Bermuda Triangle គឺជាតំបន់មួយដែលមានរាងត្រីកោណដែលស្ថិតនៅជិត Florida និង Puerto Rico ដែលមានរាងជាត្រីកោណតំបន់នោះគឺជាតំបន់សមុទ្រពួកអមេរិកដែលបានផ្សាយពីការបាត់ខ្លួននៃកប៉ាល់ឬក៏យន្តហោះអីផ្សេងនៅតំបន់នោះគឺបានកន្លងផុតទៅ100ឆ្នាំហើយក្នុងរយៈពេល100ឆ្នាំហ្នឹងគឺមានអ្នកជំនាញគឺមកពីគ្រប់ប្រទេសគឺមកកាន់នៅកន្លែងហ្នឹងដើម្បីធ្វើការស្រាវជ្រាវចង់ថាមូលហេតុអីបានធ្វើឲ្យយន្តហោះកប៉ាល់គឺបាត់ស្មោនៅក្នុងតំបន់ហ្នឹងហើយមកដល់ឥឡូវគឺអត់មានអ្នកគេបានឲ្យលទ្ធផលសមស្របមួយការបកស្រាយសមស្របមួយមកឲ្យពួកយើងដឹងទេក៏ព្រោះតែអត់មានចម្លើយឬក៏ការបកស្រាយដ៏សមស្របមួយអញ្ចឹងទៅមនុស្សយើងអស់គ្នាគឺចាប់ដើមមកទាយចាប់ដើមទូទាយថាប្រហែលជាមាននេះមាននោះអញ្ចឹងណាគឺវាបង្កើតជា theory មួយដែរគឺ conspiracy មួយដែរនៅកន្លែងហ្នឹងហើយអ្នកខ្លះគឺថាមានការឆ្លងពេលវេលានៅកន្លែងហ្នឹងជីកប៉ាល់ជីអីទៅដល់កន្លែងហ្នឹងគឺឆ្លងផុតទៅបាត់អ្នកខ្លះថាមានយក្សមានមុខសមុទ្រមានមុខពីងពីងសមុទ្រអីហ្នឹងទៅអ្នកខ្លះថាមាន UFO នៅកន្លែងហ្នឹងគឺបាញ់កំទេចឬក៏ថាចាប់ចម្រិតមនុស្សយើងទៅគឺមានការទូទាយច្រើនបែបច្រើនយ៉ាងមែនតើនៅកន្លែង Bermuda Triangle ហ្នឹងតាមការយល់ដឹងរបស់ខ្ញុំគឺខ្ញុំថតឮគេនិយាយឬក៏ថាបទទទួលអីគឺគេបានបកស្រាយថានៅកន្លែងហ្នឹងមានតំបន់ទឹកគួចមួយយ៉ាងធំគឺបានគួចកប៉ាល់គួចកណូតអីចុះទៅខាងក្រោមពេលដែលបាតុភូតទឹកគួចហ្នឹងបានបង្កើតឡើងគឺវាចេញជារាងត្រីកោណទៅខាងក្រោមអញ្ចឹងក្នុងការចំណាំងផ្លាករបស់ព្រះអាទិត្យគឺធ្វើឲ្យផ្ទៃខាងលើនៅ Bermuda ហ្នឹងគឺចេញជារាងត្រីកោណដែរហើយនៅចំណុចត្រីកោណខាងលើបំផុតគឺវាក្តៅមែនទែនដូចនេះយន្តហោះអីជិះកាត់ហោះកាត់ឡែនហ្នឹងគឺបានឲ្យកម្ដៅថ្ងៃគឺដុតឆេះឲ្យធ្លាក់ចូលទៅក្នុងទឹកគួចហ្នឹងតែម្ដងហើយក៏មានគេនិយាយថានៅក្នុងសមុទ្រនៅ Bermuda Triangle នោះផ្ទៃសមុទ្រនោះគឺខាងក្នុងសមុទ្រនោះគឺបានមកកើតនៅពពុះហ្គាសតែថាវាជាជាតិឧស្ម័នហ្គាសមួយហើយវាគឺពុះឡើងមកខាងលើដូចនេះមានទូមានកប៉ាល់ដែលវាប៉ះទៅឧស្ម័នហ្នឹងគឺវាមិនអាចធ្វើឲ្យទូកប៉ាល់វាអណ្តែតបានទេគឺវាលិចចុះទៅខាងក្រោមហ្នឹងក៏មកទៀតគឺមានខ្សែភាពយន្តគឺមានអ្នកផលិតរឿងច្រើនបានផលិតរឿងហ្នឹងឡើងដែលយកប្រធានបទ Bermuda Triangle ហ្នឹងមកថតជាភាពយន្តហើយមានគេទស្សនាច្រើនមែនតើហើយក៏មានគេ control ច្រើនមែនតើដែរអញ្ចឹងថ្ងៃនេះខ្ញុំមកចែករំលែកអ្នកនរគ្នាពីហេតុការណ៍មួយដែលល្បីជាងគេនៅក្នុងតំបន់ Bermuda Triangle ហ្នឹងហេតុការណ៍ហ្នឹងគឺហៅថាហេតុការណ៍ Mary Celeste ហេតុការណ៍ហ្នឹងគឺបានកើតឡើងនៅក្នុងឆ្នាំ1872ជំនាន់ហ្នឹងគឺប្រើប្រាស់សុទ្ធតែកប៉ាល់ដែលប្រើប្រាស់ដោយកម្លាំងខ្យល់កប៉ាល់ដែលធ្វើដំណើរដោយកម្លាំងខ្យល់មានកប៉ាល់មួយដែលមានឈ្មោះហៅថា Mary ដំបូងឡើយគឺអត់មានហៅថា Mary នោះទេគឺហៅថា Amazon គឺបានបង្កើតកប៉ាល់ហ្នឹងគឺមានឈ្មោះថា Amazon ដែលបង្កើតឡើងនៅប្រទេសកាណាដាបន្ទាប់ពីកប៉ាល់ហ្នឹងបានធ្វើសាងសង់រួចរាល់បានដាក់ឈ្មោះ Amazon ហ្នឹងក៏មនុស្សគ្រប់គ្នាបានប្រទះឃើញថាកប៉ាល់ហ្នឹងគឺវារៀងចង្អាយព្រោះអីពេលដែលកប៉ាល់បានដាក់នៅក្នុងទឹកបានប្រហែលថ្ងៃគឺម្ចាស់កប៉ាល់គឺអ្នកមើលខុសត្រូវអ្នកបើកកប៉ាល់ដំបូងគេគឺបានស្លាប់បាត់ទៅបន្ទាប់មកគឺកប៉ាល់ហ្នឹងគឺមានការប៉ះពាល់នៅលើផ្ទៃសមុទ្រជាច្រើនសារហើយហុំទៅគឺមានរឿងប្លែកៗកើតឡើងនៅពេលដែលធ្វើកប៉ាល់ហ្នឹងរួចបន្ទាប់មកជនជាតិកាណាដាគឺបានយកកប៉ាល់លក់ទៅឲ្យជនជាតិអាមេរិកយកទៅទិញវាហើយក៏បានផ្លាស់ប្ដូរកែវាឡើងវិញគឺលាបពណ៌លាបវាឡើងវិញហើយគេដាក់ឈ្មោះវាជា Mary នៅក្នុងឆ្នាំ1872ខែ11ថ្ងៃទី5កប៉ាល់ Mary ហ្នឹងគឺបានចេញដំណើរពីកំពង់ផែនៅក្រុងញូវយ៉កដែលបានដឹកនៅជាតិអាល់កុលដែលមានចំនួន1700ធុងបានធ្វើដំណើរចេញពីកន្លែងហ្នឹងទៅឆ្ពោះទៅកាន់ប្រទេសអ៊ីតាលីហើយអ្នកបើកកប៉ាល់ហ្នឹងគឺឈ្មោះថា Benjamin នៅពេលដែលចេញដំណើរគឺមានអ្នកបើកកប៉ាល់ហ្នឹងឈ្មោះ Benjamin ប្រពន្ធគាត់កូនស្រីគាត់2ឆ្នាំម្នាក់ហើយជាមួយនឹងបុគ្គលិកកម្មករលើកប៉ាល់7នាក់ទៀតបន្ទាប់ពីធ្វើដំណើរអស់រយៈពេល7ថ្ងៃគឺមានកប៉ាល់កាណាដាមួយទៀតក៏បានធ្វើដំណើរចេញពីកំពង់ផែញូវយ៉កហ្នឹងដែរគឺជិះចេញពីក្រោយកប៉ាល់ Mary ហ្នឹងបន្ទាប់ពីខែក្រោយមកគឺថ្ងៃទី4ខែ12គឺកប៉ាល់ដែលចេញដំណើរក្រោយ Mary ហ្នឹងកប៉ាល់របស់កាណាដាហ្នឹងគឺបានឃើញកប៉ាល់ Mary ហ្នឹងគឺអណ្តែតនៅលើផ្ទៃសមុទ្រហ្នឹងម្ចាស់កប៉ាល់កាណាដាក៏មានអារម្មណ៍ថាឆ្ងល់ថាកប៉ាល់ Mary គឺចេញដំណើរមួយកប៉ាល់ខ្លួនឯង7ថ្ងៃហើយហេតុអីតាមត្រូវគឺមិនអាចឃើញរបៀបអញ្ចឹងទេគឺគេចេញទៅមុនគឺយើងតាមអត់ទាន់គេទេតែឥឡូវមិនក៏បានមើលឃើញកប៉ាល់ហ្នឹងតែនៅលើហ្នឹងហើយកំពុងធ្វើដំណើរទៅមុខទៀតប៉ុន្តែទើបដើរធ្វើដំណើរគឺមានអារម្មណ៍ថាវារៀងប្លែកពីទើបដើរដែលគាត់ត្រូវទៅហើយម្ចាស់កប៉ាល់នៅកាណាដាគឺបានមើលទៅលើកប៉ាល់ហ្នឹងរយៈពេល2ម៉ោងហើយក៏មានអារម្មណ៍ថាកប៉ាល់ហ្នឹងគឺមានអារម្មណ៍ថាដូចវាតែមកតែទៅវាអត់សូវស្រួលទេកន្លែងនេះខ្ញុំសូមបញ្ជាក់តិចគឺម្ចាស់កប៉ាល់កាណាដាគឺជាមិត្តភក្តិល្អរបស់ Benjamin ដែលជាម្ចាស់កប៉ាល់
របស់ Mary ហ្នឹងហើយគាត់ឃើញកប៉ាល់របស់មកភ័ក្រខ្លួនឯងតែនៅលើសមុទ្រហ្នឹងធម្មតាគាត់ក៏មើលមកផ្លែអញ្ចឹងណាក៏បានមើលយូរទៅឃើញកប៉ាល់នេះវាតែបានតែទៅក៏បានបញ្ជាកូនចៅគាត់តម្លាក់កូនទូកមួយហើយគាត់ជាមួយនឹងកូនចៅគាត់ប្រហែលនេះគឺជាកូនទូកហ្នឹងឈ្មោះទៅកាន់ Mary ហ្នឹងពេលដែលពួកគាត់ឡើងទៅដល់ Mary ហ្នឹងគឺអត់មានឃើញមនុស្សមួយទេប៉ុន្តែកប៉ាល់នៅធ្វើដំណើរដោយសារវាមានខ្យល់បក់ទៅវាធ្វើកប៉ាល់នឹងធ្វើដំណើរទៅមុខពេលពួកគាត់ឡើងទៅដល់កប៉ាល់ហ្នឹងគឺគាត់មើលឃើញថានៅលើកប៉ាល់ហ្នឹងទ្វារនៅក្នុងកប៉ាល់ទាំងអស់ហ្នឹងគឺបានបើកទាំងអស់ហើយអ្វីៗគ្រប់យ៉ាងគឺនៅក្នុងទាំងអស់គឺអត់មានបាត់អីទេតែអត់មានមនុស្សអាកុលគឺនៅទាំងអស់អាកុលនៅក្នុងឃ្លាំងនៅក្នុងកប៉ាល់ហ្នឹងគឺអត់មានណាគេបានបើកហើយម្ហូបអាហារទឹកអីគឺនៅក្នុងទាំងអស់គឺអត់បានខូចខាតអីទេក្រោយពេលដែលពួកគាត់បានសង្កេតទៅលើកប៉ាល់ហ្នឹងយ៉ាងល្អិតល្អន់មែនទែនក៏បានប្រទះឃើញថាត្រីវិស័យនៅលើកប៉ាល់ហ្នឹងជាមួយនឹងនាឡិកាមកគឺបានឲ្យគេបំកំទេចចោលគឺបានខូចខាតហើយជាមួយនឹងនាឡិកាមួយដែលថ្លៃបំផុតក៏បានរកឃើញដែរតមកហ្នឹងគឺកំណត់ហេតុរបស់ម្ចាស់កណូតឯកសារខាងហ្នឹងគឺបាត់ទាំងអស់នៅលើកប៉ាល់ Mary ហ្នឹងគឺមានកូនទូកសង្គ្រោះបន្ទាន់ដើម្បីពេលដែលយើងជិះកប៉ាល់មានការលេខកប៉ាល់លេខអីយើងជិះកូនទូកហ្នឹងជិះកិច្ចទៅអញ្ចឹងណាពួកគាត់ក៏បានប្រទះឃើញថាកូនទូកជួយសង្គ្រោះហ្នឹងក៏បានបាត់ទៀតហើយមើលស្ថានភាពខ្សែដែលយួរកូនទូកហ្នឹងគឺមានអារម្មណ៍ថាមិនមែនយួរតម្លាក់កូនទូកតាមសម្រួលហើយចោះពីលើទូកសម្រួលគឺបានឲ្យគេយកអីគឺកាត់ដាច់កូនទូកហ្នឹងធ្លាក់លើសមុទ្រយ៉ាងពេញទំហឹងតែម្ដងគឺមានអារម្មណ៍ថាពេលហ្នឹងគឺប្រញាប់មែនទែនដោយអត់មានបានគិតថាត្រូវការតម្លាក់កូនទូកហ្នឹងតាមសម្រួលគឺកាត់ដាច់ខ្សែតែម្ដងហើយនៅលើកប៉ាល់ហ្នឹងគឺដូចទប់តែមានមនុស្សលើហ្នឹងប៉ុន្តែអត់មានមនុស្សក៏មានអារម្មណ៍ថាដូចជាពួកគាត់ហ្នឹងមានចេតនាបោះបង់កប៉ាល់ហ្នឹងចោលនៅកណ្ដាលសមុទ្រហ្នឹងចង់តែម្ដងហើយនៅលើកប៉ាល់ហ្នឹងមិញខ្ញុំបាននិយាយថាពួកគាត់ហៅបានកំណត់ហេតុរបស់ម្ចាស់កប៉ាល់ហ្នឹងនៅក្នុងកំណត់ហេតុរបស់ម្ចាស់កប៉ាល់ហ្នឹងគឺបានសរសេរដល់ខែ11ថ្ងៃ24គឺ10ថ្ងៃមុនដែលពួកគាត់រកឃើញកប៉ាល់ហ្នឹងនៅពេលដែលពួកគាត់រកឃើញកប៉ាល់ Mary ហ្នឹងគឺនៅតំបន់កោះ Azores ប៉ុន្តែនៅក្នុងកំណត់ហេតុហ្នឹងគឺបានសរសេរនៅក្នុងថ្ងៃ24ខែ11ហ្នឹងគឺបានសរសេរថាពួកគាត់ខ្វះ100ម៉ែត្រទៀតបានទៅដល់កោះ Azores ហ្នឹងចាំន័យថាក្នុងរយៈពេល10ថ្ងៃហ្នឹងគឺកប៉ាល់ Mary ហ្នឹងគឺតែទៅដល់កោះ Azores ហ្នឹងហើយនៅលើកប៉ាល់ហ្នឹងគឺមានស្ថានភាពលិចទឹកបន្តិចប៉ុន្តែវាមានប៉ះពាល់ខូចខាតអីច្រើនទេបើយើងបើកបរទៅមុខក៏វាមានបញ្ហាដែរម្ចាស់កប៉ាល់កាណាដាក៏បានឲ្យកូនចៅគាត់បើកកប៉ាល់ Mary ហ្នឹងទៅវិញបន្ទាប់ពីពួកគាត់បានធ្វើដំណើរទៅដល់កំពង់ផែរបស់ Strait of Gibraltar ពួកគាត់គឺបានហៅប៉ូលីសដឹងប៉ូលីសហើយខាងកងទ័ពនិងខាងផ្លូវទឹកក៏បានសរសើរសមាជិករបស់កប៉ាល់កាណាដានោះដែរគឺបានហ៊ានឡើងទៅលើទូកនោះហើយបើកទូកនោះមកវិញដោយសុវត្ថិភាពតមកប៉ូលីសទាំងអស់នោះគឺបានយកអាកបំពល់ឲ្យធំទាំងអស់នោះគឺដឹកជញ្ជូនចេញពីកប៉ាល់ហ្នឹងនៅក្នុងបំពល់ឲ្យធំហ្នឹងគឺមាន9ធំដូចជាលេខបាត់ប្រទេសឡតកែពេលហ្នឹងគឺពេញទាំងអស់ក្នុងពេលហ្នឹងគឺរដ្ឋាភិបាលគឺបានសរសើរនិងបានឲ្យរង្វាន់ទៅសមាជិកកប៉ាល់និងម្ចាស់កប៉ាល់របស់កាណាដាហ្នឹងគឺមានតម្លៃស្មើនឹងតម្លៃតំណែងទាំងអស់នៅលើកប៉ាល់ហ្នឹងហើយជាមួយនឹងកប៉ាល់ហ្នឹងបូកចូលគ្នា 15% គឺ15% នៃតម្លៃពេញមួយកប៉ាល់ហ្នឹងគឺឲ្យទៅខាងម្ចាស់កប៉ាល់របស់កាណាដាហ្នឹងដើម្បីលើកទៅចិត្តពួកគាត់បើកកប៉ាល់ហ្នឹងមកវិញបន្ទាប់ពីច្រើនឆ្នាំមកគឺកប៉ាល់គេហៅកប៉ាល់ខ្មោចហ្នឹងគឺបានក្លាយទៅជាប្រធានបទនៅរឿងភាពយន្តភាគច្រើនអញ្ចឹងហេតុការណ៍ដែលខ្ញុំបានលើកឡើងគឺចប់ត្រឹមហ្នឹងនៅក្នុងនោះមានកន្លែងខ្លះៗដែលខ្ញុំបាននិយាយលើកឡើងនៅក្នុងនោះគឺម្ចាស់កប៉ាល់ Mary ហ្នឹងគឺមានអាយុក្មេងមែនទែនទៅតែ37ឆ្នាំទេហើយសមាជិកនៅលើកប៉ាល់ទាំងអស់ហ្នឹងប្រហែលអ្នកហ្នឹងចាប់បំផុតគឺ35ឆ្នាំខែប៉ុណ្ណឹងគឺ20ឆ្នាំជាងទាំងអស់ហើយម្ចាស់កប៉ាល់ដែលគាត់មានអាយុ37ឆ្នាំហ្នឹងគឺជនជាតិអាមេរិកហើយក្នុងចំណោមសមាជិកកប៉ាល់របស់គាត់2នាក់ក៏ជនជាតិអាមេរិកដែរ3នាក់គឺជាជនជាតិ Holland ម្នាក់គឺជាជនជាតិ Denmark ហើយម្នាក់ទៀតគឺជនជាតិអាល្លឺម៉ង់យើងមើលពីផ្ទៃរឿងហ្នឹងមកគឺមានអារម្មណ៍ថារឿងហ្នឹងវាមានអាកំបាំងមែនទែនហេតុអីពួកគាត់បាក់កប៉ាល់ហើយម្ចាស់កប៉ាល់ដឹកប្រពន្ធគាត់ជាមួយនឹងកូនគាត់ទៅដល់កណ្ដាលសមុទ្រហេតុអីក៏បោះសំណល់តែម្ដងនៅក្នុងស្ថានភាពដែលកប៉ាល់ហ្នឹងវាអាចបើកទៅមុខបានហេតុអីគឺបោះបង់កប៉ាល់ហ្នឹងគឺកាត់ដាច់ខ្សែសូត្រជីកូនទូកសង្គ្រោះបន្ទាន់ហ្នឹងរត់ធ្វើអីអ្នកខ្លះគឺសង្ស័យថាមកកប៉ាល់កាណាដាហ្នឹងគឺធ្វើស៊ីទូកហ្នឹងប៉ុន្តែបើសិនជាយើងបោះបង់ចោលកំណត់អញ្ចឹងយើងគិតវិញថាហេតុអីបានពួកគាត់បោះបង់កប៉ាល់របស់គាត់ហើយរត់ទាំងអស់គ្នាអញ្ចឹងគឺមានគេនិយាយថាប្រហែលជាពួកគាត់ឃើញអីដែលមិនគួរឃើញប្រហែលជាឃើញអីនៅលើសមុទ្រនឹងគួរឲ្យខ្លាចមែនតើហើយក៏ពួកគាត់ក៏ភ័យខ្លាចមែនតើបញ្ញាគឺកាត់ដាច់ដែលយងកូនទូកជួយសង្គ្រោះបន្ទាន់ហ្នឹងគឺលុតចោះទៅតែម្ដងតែអ្នកខ្លះគឺបានថាការបកស្រាយហ្នឹងគឺវាអត់តំណងដោយសារអីបើសិនជាអ្នកឯងឃើញសត្វឬក៏អីមិនគួរឲ្យឃើញគឺសាហាវមែនតើនៅលើផ្ទៃសមុទ្រអ្នកឯងបីអ្នកឯងបោះបង់ចោល
cái ba thông chi tụ tôi cái việc bị giỏi đây bởi thời ơi sắt xí đi được này gì hay bởi sân chơi này anh bong chào cái bong chào cái ba được ta hát ấy từ vài bài từ sai lừa cái ba nó thôi hay là khai cái tha một bị smart chất bao nhiêu tiết mà mình chỉ khổ xa bỏ mà cha cái ba nó cứ bàn bắt tất cả một cái bàn số này tầm nó cứ phụ quan có chi từ cái nốt hột bắt tới hai cái bàn sầm lấp mà khổ xa nó cứ từ lẹ sát sọ mà khổ xa nó từ nó smart tăngการวิเพจจังคือบางทีบางสิ่งได้ผู้ไอ้ตามมาแพะบอมจากขนมนั่นคือแทนจากขนมนั่นคือก่อนคือมันรอมันเต้นให้มาแพะนั่งสมาชิกในขนมบอกก่อนนั่นคือสมัยก่อนออกนี่คือมีปัญหาโดยจะมีปัญหาที่ดีผมเต้นั่นคือบางทีบอกเสียมาดอกไงนั่นตีให้บอมเบอร์โมดาช่วยก็บางทีสาวจิ๋วตรงนั้นแทนหัดไอ้ดมนั่งบานช่วยเอามีนปัดโพชอนอย่างกาลาในขนมอยากเป็นมาร้อยชนะมุนแต่สมัยแล้วดิจิมีเคยยัยตีcho nên ở đây cầm máy đai này tập bọn nắng ai cho đồ mà cầm một nửa của bán cho ngày nó như mình tập bọn nắng cho nên ở đây trong chục này sắp tới rồi bye bye so high I'm hypnotized